សុំនឹងនាងកាន់ជាតទៅនឹងគ្នាអូយនេះជារឿងថ្មីហើយអ្នកម៉ាចឹងដែរបានជាថ្ងៃនោះអ្នកមីងកាន់មកព្រមឲ្យយើងនិយាយជាមួយលោកអភិសិទ្ធព្រោះតែប្រចាំទេដឹងអ្នកម៉ាមានន័យថាម៉េចគឺថ្ងៃមុនពួកខ្ញុំបានទៅមើលទីតាំងរៀបចំការដេញគ្រឿងពេជ្រនោះអីអ្នកម៉ាទៅបានជួបជាមួយលោកអភិសិទ្ធគេធ្វើការនៅទីនោះមែនហើយលោកយាយអូនេះបើរមាស់ពេលណាមានមនុស្សឲ្យគ្រប់ពេលវេលាមែនហើយអ្នកម៉ាអត់លឿនពេកទេដឹងខ្ញុំក៏ត្រូវសុំទោសដល់អ្នកម៉ាក់ផងដែលខ្ញុំមួយថ្ងៃនេះការពិតខ្ញុំក៏ប្រាប់អ្នកនាងកាន់ហើយថាថ្ងៃនេះមិនស័ក្តិសមប្រហែលទេដែលមកនិយាយរឿងយើងទាំងពីរនាក់ព្រោះថាគ្រប់គ្នាកំពុងតែខូចចិត្តរឿងបាទដឹងហើយហើយមកធ្វើស្អីព្រោះថាអង្គការនេះហើយគេអ្នកប្រាប់ខ្ញុំថាថ្ងៃនេះគឺជាថ្ងៃដែលស័ក្តិសមបំផុតព្រោះអ្នកម៉ាក់កំពុងតែខូចចិត្តមិនដឹងថាឲ្យអ្នកណាមកមើលការខុសត្រូវជំនួសលោកអាក្លៅទើបបានជាអ្នកនាងកាន់គិតថាគឺខ្ញុំនេះហើយពេលខ្លះនឹងអាចជួយមើលថែឬក៏ធ្វើអ្វីម្យ៉ាងដែលជាទូនាទីត្រង់នេះបានកានតាអธิบายភ្លាមមកថាមានន័យថាម៉េចខ្ញុំសុំទោសណាអ្នកម៉ាក្រុមហ៊ុនបញ្ចូលសម្លេង SN Drama ជប់សិននាងរីនការដែលនាងឲ្យខ្ញុំនាំមកទីនេះមិនមែនមករកការពិតអ្វីទេមែនទេនាងរីននាងរីននេះទៅវិញមុនទៅខ្ញុំសុំតែចាត់ការរឿងរ៉ាវបន្តិចរឿងអីទៅនេះធ្វើខ្ញុំចេះកិនពេលនេះប្រាប់ថានេះនឹងមើលថែខ្ញុំកាលនោះខ្ញុំក្តីមិនដឹងទេខ្ញុំគិតថាបើនេះប្រមើលថែខ្ញុំបែបនេះហើយខ្ញុំជាម្ដាយរបស់អានតែខ្ញុំបានធ្វើអីដើម្បីគេខ្លះហើយនៅបើខ្ញុំមិនដែរអានទៅដោយមិនព្រមធ្វើអីនោះខ្ញុំមិនគួរហៅខ្លួនឯងថាម្ដាយគេទេទើបនាងត្រូវមកទីនេះហ៎បើខ្ញុំចង់បានអានវិញខ្ញុំត្រូវបញ្ជាក់ឲ្យបានថាខ្ញុំមិនបានសម្លាប់លោកអាក្លៅទេនាងរីនសុំជួបលោកដុកទ័រអភិភិភងគ្រូពេទ្យផ្នែកបេះដូងតើអ្នកនាងមានណាត់ជាមួយគ្រូពេទ្យទេមិនបានណាទេតែខ្ញុំមានរឿងត្រូវសុំជួបគាត់នៅពេលនេះគឺរឿងសំខាន់ខ្លាំងណាស់លោកដុកទ័រមិននៅទេនាងរីនអ្នកនាងលោកដុកទ័រខ្ញុំសុំទោសនាងរីនអ្នកនាងមិនអាចធ្វើបែបនឹងបានទេខ្ញុំសុំសួរម្ដងទៀតតើលោកដុកទ័រនៅទេនាងរីនខ្ញុំសុំបងទុកខ្ញុំជាអ្នកនិយាយរឿងនេះចុះអត់ទេខ្ញុំនឹងនិយាយជាមួយគាត់ព្រោះមានតែគាត់ទេដែលជួយខ្ញុំបានលោកដុកទ័រអាចបញ្ជាក់ភាពបរិសុទ្ធរបស់ខ្ញុំបានប្រាប់ខ្ញុំមកកុំអីនាងរីនកុំអីលោកដុកទ័រគាត់ទៅនៅបរទេសបាត់ហើយបរទេសបាត់ហើយមែនហើយតែទៅពីពេលណាមិនសាមញ្ញនេះនៅតែអ្នកម៉ាក់ប្រកាសជាឲ្យគាត់ទៅហេចាំមានដឹងទេថាលោកគ្រូពេទ្យចេញទៅមកប្រហែលពេលណាទៅពេលណាទៅយូរហើយនៅខ្ញុំទៅទាន់ទេមានវិធីតាក់ទងនឹងគាត់ទេមានលេខទេតើមានលេខគាត់ទេប្រាប់មកតើមានលេខគាត់ទេសុំទោសខ្ញុំមិនដឹងពិតមែនសុំទោសពិតមែនណាមិនអីទេលោកដុកទ័រនាងរីនធ្វើចាក់ចាក់នាងរីនលោកដុកទ័រនាងរីនធ្វើចាក់ចាក់ទៅខ្ញុំទៅនាងរីនធ្វើចាក់ចាក់ណាធ្វើចាក់ចាក់នាងរីនធ្វើចាក់ចាក់នាងរីនចាំមិនហើយនាងរីនតែខ្លួនឡើងនាងរីនតែរបស់អ្នកនេះពិតជាធំដល់ហើយនេះតម្លៃនេះរាប់ពាន់មិនខានវ៉ាវចង់ទេមកបើចង់តែក៏មកខ្ញុំទេឯងទេខ្ញុំស្អប់ខ្ពើមឯងហ៊ានខ្លាំងណាស់តែមកគម្រាមខ្ញុំដល់ទេប៉ុន្តែខ្ញុំអត់ទាន់បានគម្រាមអីដល់នាងទេ100លានបើឯងលុបคลิปនោះចោលខ្ញុំឲ្យឯង100លាន150លាននេះជាតម្លៃចុងក្រោយហើយដែលយើងឲ្យឯងបើឯងមិនយកទេកុំសង្ឃឹមថាបានលើពីអ្នកឯងសោះអូនកានខ្ញុំថានាងយកច្រឡំលើខ្ញុំហើយខ្ញុំមករកនាងនេះមិនមែនព្រោះតែលុយទេចុះឯងមកធ្វើអីខ្ញុំចង់រៀបការជាមួយនាងរកស៊ីស្រួលណាស់ណោះបើឯងរៀបការជាមួយខ្ញុំឯងនឹងមានសិទ្ធិលើកេរមរតកខ្ញុំពាក់កណ្ដាលអូយវ៉ាវនាងជាមនុស្សស្រីដែលឆ្លាតពិតមែនណាពេលនេះនាងយល់ហើយមែនទេថាមិនបានជាខ្ញុំចង់រៀបការជាមួយនាងព្រោះអាចតែខ្ញុំបានរៀបការជាមួយនាងហើយខ្ញុំវិញនេះក៏មានលុយ10000លាននៅក្នុងមុខរបស់ខ្ញុំបើអញ្ចឹងសុំដេកអោបលុយ10000លានក្នុងក្តីសម័យរបស់ឯងទៀតចឹងព្រោះខ្ញុំគ្មានថ្ងៃរៀបការជាមួយឯងទេហើយឯងក៏គ្មានថ្ងៃបានលុយពីខ្ញុំអាសេនដែរណាអាឈូលេងនេះបើអញ្ចឹងនាងព្រមនឹងបាត់បង់គ្រប់យ៉ាងហើយមែនទេ
ព្រោះថាបើនាងមិនរៀបការជាមួយនឹងខ្ញុំទេខ្ញុំនឹងបង្ហោះคลิปនោះឲ្យម៉ាក់នាងបានឃើញហើយបន្ទាប់ពីនោះខ្ញុំនឹងបង្ហោះតាមបណ្ដាញសង្គមដល់ពេលនោះនាងគិតថាម៉ាក់របស់នាងព្រមឲ្យកូនស្រីនេះសាងភាពអាប់អន់ឲ្យវងត្រកូលទទួលមរតករបស់ម៉ែនាងដែរទេអើយអាចឈប់អាមនុស្សថោកទៀតឯងថោកទៀតខ្លាំងណាស់មិញនេះនាងនិយាយថាខ្ញុំមកគំរាមនាងមែនទេនេះហើយខ្ញុំគំរាមហើយអត់ទេកុំហៅថាគំរាមអីហៅថាបញ្ជាពីព្រះស្វាមីខ្ញុំឲ្យពេលនេះ2ថ្ងៃឆាប់នាំចាស់ទុំមកចូលស្ដីខ្ញុំបើចង់សួរប្រវត្តិរូបរបស់បងអូនថ្លៃនោះក៏ចាំថ្ងៃក្រោយចុះព្រោះថ្ងៃនេះខ្ញុំអត់មានទេណែយើងប្រាប់អញឲ្យដឹងអ្វីម្យ៉ាងណាថានៃការនេះវាដូរប្រុសជាងដូរខោអាវទៅទៀតវើយហើយដូចជាឯងនេះណានៅពេលណាដែលវាធប់ត្រូវការក្បាលអញហើយវាក៏ទាត់ចោលដូចគ្នាបានអ្នកផ្សេងខ្ញុំមិនដឹងនោះទេណាប៉ុន្តែសម្រាប់ខ្ញុំនេះគឺថានាងកាន់យកជាសាច់ការពិតមែនដូច្នេះរៀបចំកាត់ឈុតចាំចូលរួមមង្គលការរបស់ខ្ញុំទៅណាបងថ្លៃបាត់នេះធន់ពេកហើយណាមានការធ្វើច្របែកមែនអ៊ំអាខ្លាចទៅតែស្លាប់មិនទាន់អីផងក៏នាំប្រុសផ្សេងមកលេបយកគេមរតកលោកយាយបាត់ទៅហើយអ្នកម៉ែមែនហើយបងអង្គូនក៏ព្រមណាក្នុងនាមបងជាកូនប្រុសទី2នៃត្រកូលលើកបារាបងត្រូវការពារសពបែបសពយ៉ាងរបស់លើកបារាឲ្យបានហើយបងត្រូវមើលថែអ្នកម៉ែឲ្យបានល្អណាបងណាអូយប្រកាសហើយយ៉ាងណាខ្ញុំត្រូវតែធ្វើទូនាទីជំនួសបង្ខានេះឲ្យល្អបំផុតអ្នកម៉ាត្រូវការឲ្យមានការមកនិយាយទេចាំខ្ញុំទៅតាមឲ្យមិនបាច់ទេពួកឯងត្រឡប់ទៅវិញទៅយើងចាប់សម្រាប់អ្នកម៉ាមិនគិតហៅមកនិយាយទេអីថាប្រុសនោះវាជាអ្នកណាប្រកនមើលតែមុខក៏ដឹងដែរថាជាប្រុសស្រីទិនលុយណាស់អ្នកម៉ាអើយអ្នកម៉ានេះអ្នកម៉ាបានគិតឲ្យនៅថាឲ្យអ្នកណាមកធ្វើទូនាទីជំនួសបង្ខ្លាវសួរខ្លួនឯងសិនទៅល្អទេថាឯងស័ក្តិសមនឹងសួរសំណួរនេះហើយនៅបងអង្គូនមិនអីទេណាបងអង្គូនយ៉ាងណាក៏បងមានភាគរយជានៃការដែរមើលទៅអ្នកម៉ាក់ក៏មិនពេញចិត្តអភិសិទ្ធស្អីគេនឹងដែរណាមែនហើយអ្នកម៉ាក់លោកយាយជឿជាក់លើនាមត្រកូលលើបារាប៉ុណ្ណាលោកប៉ាអ្នកម៉ាក់ក៏ដឹងច្បាស់ហើយលោកយាយប្រកាសជាមិនយកមនុស្សម្នាក់ហ្នឹងមកធ្វើជាបញ្ញាក្អែកដូចញរិនទេណាលោកប៉ាកុំព្រមនឹងអ្នកមានការឲ្យឈានទៅមកបានឲ្យសោះណាអើយដឹងហើយពួកអញពីរនាក់នេះរៀបចំខ្លួនទៅព្រោះយ៉ាងណាខ្ញុំត្រូវឡើងតំណែងជំនួសបង្ខំឲ្យបានគឺពិតជាបានមិនថានាងចង់ប្រមូលគ្នាប្រហែលអ្នកមកក៏បានដែរតែពេលទៅវិញក៏ត្រូវទៅវិញជាមួយបងតែម្នាក់ប៉ុណ្ណោះឆាប់ចុះមក15នាទីទៀតបងទៅដល់ហើយស្អីចេះអើយเฮ้ยជំរាបសួរលោកប្រធានអេរិនសម្រាប់ជាបាននៅទីនោះហីអរគុណណាស់ដែលតែមក5អ្នកមានការលោកអភិសិទ្ធស្លាប់ហើយខ្ញុំសួរអញតិចណាបើអ្នកមានជំងឺបេះដូងព្យាបាលជាហើយតើមានឱកាសឈឺឡើងវិញបានទេអញ្ចឹងហ៎អរគុណណាស់ពេនអូខេមិននឹងពេលនេះមិនហើយខ្ញុំគេយកយូរទេមិនយូរទេសុំទោសណាគ្រូពេទ្យប្រាប់ថានៅនេះក្តៅខ្លួនទើបខ្ញុំចង់ដឹងថាពេលនេះអ្នកនាងមកក្តៅហើយនៅខ្ញុំបាននិយាយជាមួយនឹងពេទ្យដែលជាមិត្តភក្តិហើយមិត្តខ្ញុំប្រាប់ថាអ្នកដែលមានជំងឺបេះដូងដែលបានព្យាបាលជាគឺវាអាចមានឱកាសអាចចាំវិញបានទាំងអស់ហ្នឹងលោកប្រាប់រឿងនេះដល់ខ្ញុំធ្វើអីព្រោះថាបើយើងអាចបញ្ជាក់បានថាលោកអាខាយស្លាប់ព្រោះតែជំងឺកែនបេះដូងនោះអ្នកនាងនឹងខ្លាចជាជនបរិសុទ្ធ
ព្រាបសួរលោកពេញបាត់មែននេះអរគុណណាស់ចា ថ្ងៃនេះអ្នកនាងអេរិនណាត់ថ្លែងព័ត៌មាននៅ Asian Food បាន ដឹងទេថាព្រោះរឿងអី អ្នកកសែតវិញក៏មិនដឹងថាជារឿងអ្វីដែរបងផែនដឹងមែនទេថាអ្នកនាងរិនថ្លែងព័ត៌មានរឿងអីប្រហែលជាមិនមែនរឿងលោកអែខ្លាទេមែនទេចិត្តដល់ពេលថ្លែងព័ត៌មានហើយយ៉ាងណាក៏ចាំស្ដាប់ព្រមគ្នាទៅបាទបង អូអ្នកនាងរៀនមក មកហើយអ្នកនាងមកហើយមកពីទីខ្លួន ជ្រាបសួរលោកពេញបានតែប្រាប់ថាតើតផលពីការស្លាប់របស់បងអាខ្លាំងគ្នាតម្រូវអ្វីបញ្ជាក់ថាជាអំពើឃាតកម្មទេ បើអញ្ចឹងយើងគួរតែប្រកាសឲ្យសង្គមគេបានដឹងទៅ ជាដំបូងខ្ញុំសូមទោសអ្នកគ្រប់គ្នាផងតែណាត់ថ្លែងព័ត៌មានបញ្ញាបែបនេះមិនព្រមចោទចាញ់ទេអេរិនអ្នកគ្រប់គ្នាក៏ដឹងពីការស្លាប់របស់លោកអាខ្លាំងមែនទេនឹងរឿងដែលថាខ្ញុំមានការពាក់ព័ន្ធបើនិយាយឲ្យចំទៅគឺតែគេសង្ស័យថាខ្ញុំសម្លាប់លោកអាខ្លាំងហើយនឹងការដែលខ្ញុំជឿអ្នកគ្រប់គ្នាមកថ្ងៃនេះមិនតាក់ទងនឹងរឿងនេះទេបើអញ្ចឹងអ្នកនាងថ្លែងព័ត៌មានរឿងអីទៅ ឬក៏នាងព្រមទទួលចំពោះរឿងនេះដែរទៅបាទ មែនហើយព្រមទទួលហើយមែនទេព្រមទទួលហើយមែនទេរឿងដែលខ្ញុំនឹងថ្លែងព័ត៌មាននៅថ្ងៃនេះដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ដើម្បីបញ្ជាក់ពីភាពបរិសុទ្ធនិងទទួលខុសត្រូវចំពោះរឿងទាំងអស់ដែលកើតឡើងទទួលខុសត្រូវបែបណាមែនហើយទទួលខុសត្រូវបែបណាទៅ ហើយរឿងអីទៅអ្នកនាងរិនណា ការលាឈប់ពីក្រុមអង្គតំណែងនៅ Asian Food ថ្ងៃនេះលាឈប់ធ្វើអីមានរឿងអីទៅមិនបានជាលាឈប់ មិនចិត្តនាងមានរឿងអីមានរឿងអីគឺបំភ្លឺតែមកណា រឿងដែលខ្ញុំចង់និយាយមានតែប៉ុណ្ណឹងអរគុណគ្រប់គ្នាណាសម្រាប់ការលាបងពេល ជប់សិននាងរិនជប់ធ្វើអីនាងរិនណាចូលមកណានាងរិន ហើយមានអ្នកណាមកជួយអ្នកនាងអេរិនជួយឆ្លើយឲ្យច្បាស់តែណាបងសុំទោសសុំទោសផងបាទសុំទោសនាងរិនត្រូវការសម្រាប់ឲ្យបាទសុំទោសជួយឆ្លើយតែណាអ្នកណាចំនួនអ្នកនាងវិញទៅឆ្លើយតែណាអ្នកនាងអេរិនជួយឆ្លើយតែមកអ្នកនាងអេរិនក៏តណាទៅអ្នកនាងអេរិនអ្នកនាងអេរិន អ្នកនាងរិនតានេះវាមានរឿងអី គ្មានរឿងអីទេខ្ញុំត្រូវតែហៅ មិនបានជាអ្នកនាងឈុំមិនក៏នៅសក់សក់នាងចោះចាញ់ ខ្ញុំមិនបានចោះចាញ់ទេ បាទនាងមិនព្រមចោះចាញ់នេះជាអ្វីទៅយកមិញនាងនិយាយថានាងនឹងថ្លែងព័ត៌មានដើម្បីបញ្ជាក់ថានាងមិនបានសម្លាប់លោកអាខ្លាំងតែថ្ងៃនេះនាងក៏ប្រាប់គ្រប់គ្នាថានាងនឹងលាឈុំ ចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េចព្រោះនេះជាវិធីដែលធ្វើខ្ញុំបានអានត្រឡប់មកវិញ មានន័យថាយ៉ាងម៉េចអ្នកនាងរិននេះរឿងអីទៅមានអ្នកគំរាមអ្នកនាងមែនទេ មិនបានជាអ្នកនាងការដឹងថាខ្ញុំនៅទីនេះមែនហើយខ្ញុំមិនឆ្ងល់ទេថាហេតុអីបានជាអ្នកនាងប្រាប់ខ្ញុំថាខ្ញុំជាមនុស្សចុងក្រោយដែលនៅជាមួយបងអាខ្លាំងតែពេលនេះខ្ញុំដឹងហើយព្រោះតែអ្នកនាងមានភាគហ៊ុនធំនៅមន្ទីរបែបនេះតើនាងមានសិទ្ធិដឹងរឿងគ្រប់យ៉ាងដែលអ្នកនាងចង់ដឹងមែនទេហើយមករកខ្ញុំធ្វើអីខ្ញុំចង់ឲ្យនាងលាឈប់ពីគណៈកម្មការ Asian Food អត់ទេខ្ញុំចង់ឲ្យនាងលះបង់គ្រប់យ៉ាងដែលតាក់ទងជាមួយនឹងត្រកូលលើបារាំងទីជាតម្រូវការរបស់អ្នកម៉ាក់មែនទេមិនថាជាតម្រូវការរបស់អ្នកណាទេយ៉ាងណាក៏នាងត្រូវតែលះបង់គ្រប់យ៉ាងតាក់ទងនឹងលើបារាំងដែរមែនទេចុះបើខ្ញុំអាចបញ្ជាក់បានថាខ្ញុំមានការពាក់ព័ន្ធអីនឹងការស្លាប់របស់បងអាខ្លាំងសោះខ្ញុំមិនដឹងទេថានាងប្រើអីមកតស៊ូជាមួយពួកយើងនោះតែការដែលខ្ញុំមកថ្ងៃនេះខ្ញុំមិនមែនមកគម្រាមទេតែខ្ញុំមកដាក់លក្ខខណ្ឌឲ្យនាងដាក់លក្ខខណ្ឌនេះលក្ខខណ្ឌអ្វីទៅបើនាងលាឈប់ហើយប្រគល់សិទ្ធិគ្រប់យ៉ាងនៅ Asian Food ឲ្យមកខ្ញុំនឹងឲ្យនាងនៅជាមួយអាមគិតមើលឲ្យបានច្បាស់ចង់តស៊ូបន្តមិនដឹងថាឈ្នះឬក៏ចាញ់នោះឬក៏លាឈប់ហើយតែរស់នៅជាមួយកូនតាមចិត្តដែលនាងត្រូវការលោកគិតថាខ្ញុំចង់ធ្វើបែបនេះឯងលោកគិតថាខ្ញុំចង់លាឈប់ណាស់តែឯងខ្ញុំទៅបោះខ្លាចធ្វើការនៅទីនេះជា10ឆ្នាំហើយទីនេះទុកដូចជាវត្ថុអនុស្សាវរីយ៍ដែលបោះខ្លាចទៅឲ្យខ្ញុំតែវាក៏មិនអាចប្រៀបគ្នាបានទេបើឲ្យខ្ញុំរើសទីនេះនឹងកូនអាមព្រោះកូនអាមប្រៀបដូចជាបោះខ្លាចនៅរស់បើនេះចង់ថាខ្ញុំចោះចាញ់ខ្ញុំមិនខ្វល់ទេអ្នកណាចង់ចាញ់ចង់ឈ្នះប្រកួតប្រជែងអីក៏តាមចិត្តខ្ញុំចង់បានតែកូនអាមមកវិញតែប៉ុណ្ណោះបានខ្ញុំទៅដែរខ្ញុំមិនដឹងថាអ្នកនាងកាន់តាមានល្បិចអ្វីធ្វើបានអ្នកនាងឬក៏អានទេខ្ញុំបារម្ភពីសុខភាពអ្នកនាងណាលោកនៅទីនេះហើយពេលនេះក៏ពុំមានបញ្ហាបើខ្ញុំការពារកូនអាមមិនបានខ្ញុំមិនសមធ្វើជាម្ដាយរបស់គេទេអាម
ការមែនណាកូនអានណែណាខ្លាចខ្ញុំក្បត់ពាក្យសន្យាហ៎កុំអារម្មណ៍អីខ្ញុំមិនចង់ចិញ្ចឹមកូនឲ្យនាងប្រហែលទេមិនអរគុណខ្ញុំទេអីរឹកតែខ្ញុំរកផ្លូវចេញឲ្យនាងព្រោះពេលនេះអ្នកណាក៏គិតថានាងជាអ្នកធ្វើឲ្យបងអាខ្លាចស្លាប់តែបើនាងលាជប់ហើយបដិសេធទទួលយកគ្រប់យ៉ាងពីបងអាខ្លាចអ្នកនៅក្នុងសង្គមគេអាចជឿបានថានាងមិនបានសម្លាប់បងអាខ្លាចព្រោះតែខ្ញុំសួរថាកូនអានណែណាមិនក៏ទេមែនទេថាជីវិតនាងត្រូវជួបបែបនេះពីដំបូងនាងសប្បាយចិត្តខ្លាំងណាស់ដែលបងអាខ្លាចសម្រាប់ជ្រាបការជាមួយនាងនោះព្រោះថានាងនឹងបានសុខសប្បាយអស់មួយជាតិតែការពិតទៅបងអាខ្លាចបែរជាទុកឲ្យប្រពន្ធនឹងកូនពិបាកនៅជាតិនេះហើយខ្លួនឯងទៅសៅសុខនៅជាតិខាងមុខមិនអីទេសូមឲ្យគិតថាវាជាសុបិនមិនមែនជាការពិតទេចឹងកុំឲ្យខ្ញុំអស់ការអត់ធ្មត់អីសោះយ៉ាងម៉េចនាងចង់ធ្វើអីខ្ញុំអ្នកម៉ាកូនចាំមិនទៅមានជឿត្រង់ណាទេអ្នកម៉ាមានអ្នកណាធ្វើអីអានទេប្រាប់ម៉ាក់មកអ្នកម៉ានាំខ្ញុំទៅធ្វើការជាមួយបានទេខ្ញុំមិនចង់នៅម្នាក់ឯងទេបានម៉ាក់អត់សន្យាម៉ាក់នឹងមិនទុកអាមចោលទៀតទេយើងនឹងទៅនៅជាមួយគ្នារហូតណាអាមនេះគឺជាការពិនដែលលោកអាវខ្លាបានកែបណ្ដាំមរតកពេលមុនស្លាប់ចោអាខ្លាកែថាយ៉ាងម៉េចដឹងទេលោកមេធាវីមិនបាននិយាយអីទេសំទៅអាលោកស្រីអាចរៀបចំតុអាហារទេតែលោកអាមិនតាន់ត្រឡប់មកវិញទេហើយគេទៅណាអ្នកបាក់ឡានប្រាប់ថាអ្នកនាងកាន់តាមកទទួលអ្នកប្រុសអាមទៅបាត់ហើយអរគុណណាស់ពួកយើងមិននៅទីនេះធ្វើអីទៅអ្នកម៉ាយើងមិននៅទីនេះពី3ថ្ងៃណាកូនយើងមិនទៅផ្ទះវិញទេទៅផ្ទះនេះតែមិនមែនទៅថ្ងៃនេះអាមកចូលចិត្តទីនេះទេខ្ញុំនៅទីណាក៏បានឲ្យតែមានអ្នកម៉ាអរគុណអាចឹងពេលនេះកូនឆាប់ងូតទៅចាំម៉ាក់រៀបចំខោអាវឲ្យខ្ញុំធ្វើខ្លួនឯងបានខ្ញុំធំហើយកូនម៉ាក់បកាយខ្លាំងណាស់ណាអ្នកម៉ាក់មិនតន់សម្រានទេយើងសួរថាអាមនៅឯណាអ្នកបើកឡានប្រាប់ថានាងទៅទទួលអាមឯងធ្វើអីចៅខ្ញុំចៅរបស់អ្នកម៉ាក់ក៏ជាក្មួយរបស់ខ្ញុំដែរនឹងកានឯងឈប់រំខានយើងទៅយើងសួរថាចៅអាមនៅឯណាឯងនាំចៅអាមទៅឲ្យនាងអេរីនមែនទេអ្នកម៉ាក់ចង់ទៅវាធ្វើអីទៀតព្រោះថាវាអស់ប្រយោជន៍អីហើយចាំមិនអ្នកម៉ាក់ខ្ញុំធ្វើប៉ុណ្ណឹងអ្នកម៉ាក់ចង់ឲ្យខ្ញុំផងឯងអញមានដឹងទេថាឯងបានធ្វើអីហ៎មានការអីទេមិនអត់ជាអ្នកម៉ាក់ផ្ទះសាម្លេះស្អែកនេះនឹងមានការបើកដណ្ដើមមរតករបស់អាខ្លាឯងគិតថាបងប្រុសឯងប្រគល់គេមរតកឲ្យអ្នកណាពេលនេះអ្នកគ្រប់គ្នាមកជុំអស់ហើយសូមអញ្ជើញលោកមេធាវីហើយអ្នកនឹងអេរិនវិញនោះគេមិនមកតែម្នាក់វាមិនអីទេអីតែការបើកបណ្ដាំមរតកត្រូវបើកនៅចំពោះមុខអ្នកដែលមាននាមត្រកូលជាលឹកបារាជាពិសេសគឺអ្នកនឹងអេរិនដែលជាភរិយាលោកមេធាវីភរិយាដែលមានការពាក់ព័ន្ធនឹងការសម្លាប់ស្វាមីហ្នឹងឆាប់បើកទៅរឿងនេះមិនអីទេ
ទីនេះនៅមានច្រើនអ្នកណាស់បើមានអ្វីតាក់ទងនឹងនាងអេរីនចាប់ខ្ញុំប្រាប់នាងចុះ បើអញ្ចឹងខ្ញុំសូមអានបណ្ដាំមរតកសិនហើយណាខ្ញុំបាននៃអាវខ្លាលឿតបារាសូមប្រគល់អំណាចឲ្យនាយធូរិនផងអំភ័យដែលជាមេធាវីផ្ទាល់របស់ខ្ញុំបើបណ្ដាំមរតកច្បាប់នេះក្រោយពេលដែលខ្ញុំនេះបានស្លាប់ហើយសូមបញ្ជាក់ថាខ្ញុំមានសតិបញ្ញាល្អគ្រប់យ៉ាងនៅថ្ងៃដែលខ្ញុំបានសរសេរបណ្ដាំមរតកនេះទុងលោកមេធាវីជួយមើលរំលងទៅដល់កន្លែងបង្ក្រាបនេះប្រគល់មរតកតែម្ដងបានទេ ភ្លាម ទ្រព្យសម្បត្តិរបស់ខ្ញុំឬក៏ផ្ទះលឿតបារាក្រុមហ៊ុនលឿតបារាក្រុមរួមទាំងរបស់ដែលជាអចលនៈទ្រព្យឬក៏អចលនៈទ្រព្យគ្រប់ប្រភេទខ្ញុំសូមប្រគល់ទៅឲ្យកូនប្រុសអាមឆាលឿតបារាដែលជាកូនប្រុសរបស់ខ្ញុំហេមិនបានទេបងខ្លាចមិនអាចប្រគល់គ្រប់យ៉ាងទៅឲ្យអាក្មេងអាមបានទេព្រោះថាទ្រព្យសម្បត្តិទាំងអស់គឺជារបស់លឿតបារាមិនមែនជារបស់ខ្លាចទេ ពួកយើងគ្មានបញ្ហាទេតែបងអាខ្លាចប្រកល់ផ្ទះប្រកល់ដីឲ្យតែកូនរបស់គេនោះតែពួកយើងចង់ដឹងថាភាគហ៊ុនដែលបងអាខ្លាចកាន់ 20% នោះបងអាខ្លាចប្រកល់ជូនអ្នកម៉ាក់វិញមែនទេ លោកអាវខ្លាចមិនបានកាន់ភាគហ៊ុន 20% ទេលោកអាវខ្លាចកាន់ភាគហ៊ុនទាំងអស់គឺ 65% 65%បងអាខ្លាចមានភាគហ៊ុន 65% ដល់របៀបណាអ្នកម៉ាក់ចុះអាខ្លាចប្រកល់ភាគហ៊ុននោះឲ្យអ្នកណា រួមទាំងភាគហ៊ុនរបស់លឿតបារាគ្រប់ 65% របស់ខ្ញុំសូមប្រគល់ទៅឲ្យកូនប្រុសខ្ញុំអាមឆាលឿតបារាកូនប្រុសសំណាញ់របស់ខ្ញុំដែលខ្ញុំសូមប្រគល់សិទ្ធិទៅឲ្យអ្នកនាងអេរិនដែលជាភរិយារបស់ខ្ញុំជាអ្នកចាត់ការលើកេមរបស់គ្រប់យ៉ាងតម្រង់តែកូនប្រុសរបស់ខ្ញុំមានអាយុ 25 ឆ្នាំពេញកំឡោះតែម្ដងណាជប់សិនលោកអង្គូននេះក៏ចង់ធ្វើអីខ្ញុំចង់មើលឲ្យច្បាស់ថាលោកនឹងបងខ្លាចមានរំដៃទេមិនឡំបណ្ដាំមរតកឬអត់សុំទោសណាខ្ញុំមានទូនាទីមកអានបណ្ដាំមរតកឲ្យមកខ្ញុំវិញមកឯងមកក៏ល្អហើយឯងជួយយើងបន្តិចទៅមើលថាមរតកនេះវាខ្លាំងខ្លាយដែរឬអត់ មិនបានជាបងគិតថាខ្លាំងខ្លាយព្រោះតែគេប្រកល់គ្រប់យ៉ាងឲ្យអេរីននិងកូនមែនទេ គឺវាមែនហើយព្រោះថាគ្រប់យ៉ាងជារបស់ពួកយើងនោះអីមិនអាចប្រកល់ឲ្យផ្សេងបានទេយើងនឹងរកអ្នកមកបញ្ជាក់ឲ្យបានថាបណ្ដាំមរតកនេះវាខ្លាំងខ្លាយ ចាំបាច់បញ្ជាក់ឲ្យចំណាយពេលធ្វើអីគ្រាន់តែបណ្ដាំមរតកនេះសរសេរថាប្រកល់គ្រប់យ៉ាងឲ្យអេរីននិងកូនគឺបញ្ជាក់បានហើយថានេះជាការពិតបើគេសរសេរគ្រប់យ៉ាងថាប្រកល់ឲ្យពីអ្នកនោះវិញនឹងហើយខ្លាំងខ្លាយដំណាក់កាលបន្ទាប់ពីនោះតែជាអ្វីទៅ ខ្ញុំត្រូវវិតម្លៃទ្រព្យសម្បត្តិទាំងអស់ហើយក៏ប្រគល់ទៅឲ្យអ្នកនាងអេរិនទទួលខុសត្រូវតាមដែលលោកអាខ្លានេះត្រូវការបើសិនជាអស់អីហើយខ្ញុំសូមខ្លួនសិនហើយណាអើយមិនក៏មិនដែរគេទៅអើយនាងអេរិនមិនមានសិទ្ធិមកត្រូវបាននោះទេនោះគឺជារបស់យើងណាឬមួយនាងអេរិនវាបញ្ឆោតបង្ក្លាយឲ្យបង្ក្លាយប្រគល់ឲ្យវាមុនពេលបង្ក្លាយស្លាប់ឯងចង់ទៅណាណាពេលណាទៅឈប់ល្ងងទៅខ្ញុំមិនខ្វល់ទេថាបងអាខ្លាប្រគល់អីឲ្យប្រពន្ធនិងកូនគេខ្លះនោះខ្ញុំចាប់អារម្មណ៍ត្រឹមថាមិនបានជាបងអាខ្លាមានភាគហ៊ុនថប់ជាងគេនៅលើបារ៉ាម៉ាក់ប្រហែលជាមិនដឹងនោះទេថានៅផ្ទះខ្ញុំមានកាមេរ៉ាសន្តិភាពខ្ញុំឃើញគ្រប់យ៉ាងដែលម៉ាក់បានធ្វើបាបឡៃថងហើយនៅពេលនេះម៉ាក់ព្រមផ្ទេរភាគហ៊ុនឲ្យខ្ញុំឬក៏ឲ្យខ្ញុំផ្ញើคลิปនេះទៅឲ្យប៉ូលីសអ្នកម៉ាក់ថាប្រាប់ខ្ញុំមកថាមិនបានជាបងអាខ្លាមានភាគហ៊ុនច្រើនជាងគេនៅលើបារ៉ានេះពួកខ្ញុំតែយករហូតមកថាអ្នកដែលមានភាគហ៊ុនថប់ជាងគេនៅលើបារ៉ាគឺអ្នកម៉ាក់ហើយវិធីតែមួយគត់ដែលអាចធ្វើឲ្យបងអាខ្លាមានភាគហ៊ុនច្រើនជាងគេនោះគឺអ្នកម៉ាក់ត្រូវប្រកល់ភាគហ៊ុនរបស់អ្នកម៉ាក់ឲ្យបងអាខ្លាតើមែនទេរឿងវាយ៉ាងម៉េចទៅអ្នកម៉ាក់ប្រកល់ភាគហ៊ុនទៅឲ្យបងខ្លាមានអីទេអ្នកម៉ាក់នៅស្គៀមធ្វើអីអ្នកម៉ាក់ប្រាប់ខ្ញុំមកបងខ្លាបោកអ្នកម៉ាក់មែនទេបងខ្លារួមដៃជាមួយអ្នកដទៃមកបោកប្រាស់អ្នកម៉ាក់មែនទេអ្នកម៉ាក់ប្រាប់ខ្ញុំមកអ្នកគ្មានអ្នកម៉ាក់បោកឲ្យខ្ញុំទាំងអស់ខ្ញុំជាអ្នកផ្ទេរភាគហ៊ុនទាំងអស់របស់ខ្ញុំឲ្យតែបងប្រុសរបស់ឯងអ្នកម៉ាក់មិនក៏អ្នកម៉ាក់ទៅធ្វើបែបហ្នឹងតែចុះពួកខ្ញុំវិញនោះនេះបើបងខ្លាមិនស្លាប់ខ្ញុំប្រកាសជាមិនដឹងទេថាចាញ់ដល់អ្នកម៉ាក់នោះអ្នកម៉ាក់ឲ្យពួកយើងបញ្ជាក់ពីខ្លួនឯងធ្វើអីព្រោះថាការបាត់ទៅកូនដែលអ្នកម៉ាក់ស្លាញ់ជាងគេគឺបងខ្លាអ្នកឯងកូនដែលយើងស្លាញ់បំផុតគឺអាខ្លាំងមែនទេបើយើងមិនផ្ទេរហ៊ុនរបស់យើងទាំងអស់ឲ្យទៅវាទេឯងនឹងយើងនេះបានចូលទៅដេកក្នុងគុកបាត់ទៅហើយអ្នកម៉ាក់បាននេះធ្វើម៉េចទៅមិនបានចំណាយនឹងកាន់តាត្រូវចូលគុកព្រោះតាខ្លាវាបាក់ដឹងណាថាឯងហើយនឹងយើងនេះព្យាយាមសម្រាប់នាងឡាយថងខូចចិត្តដែលទាំងលុយទាំងផ្ទះគ្រប់យ៉ាងដែលជារបស់លើបារ៉ាខ្លាចជារបស់នាងអេរីនមែនទេចុះឯងមានគិតទេថាអ្នកដែលបានសាងវាឡើងមកដោយផ្ទាល់ដៃមានអារម្មណ៍បែបណាវិញ
អ្នកដែលខូចចិត្តខ្លាំងបំផុតមិនមែនជាពួកឯងនោះទេតែវាគឺជាយើង មិនគួរឲ្យជឿទេថាបងខ្លាចធ្វើបែបនឹងទៅកើន បើចាក់ក៏ឆាប់ជឿហើយឆាប់ចាក់ការគ្រប់យ៉ាងទៅ នេះឯងឈប់មកបញ្ជាលើយើងទៀតទៅបានទេហ៎ ខ្ញុំនិយាយនេះព្រោះខ្ញុំមានបំណងល្អបើចង់នៅមានកន្លែងដេកនោះតែបើមិនចង់ទេក៏ហីទៅ ឯងឈុំអ្នកណាអាចធ្វើអ្វីយើងបានទៅ គឺនាងអេរីនបងភ្លេចហើយហ៎តែដែលបងនៅឡានដែលបងជីរួមតែផ្ទះធំមួយនេះគ្រប់យ៉ាងគឺជារបស់លើបារាគ្រប់ហើយពេលនេះនាងអេរីនគឺជាអ្នកកម្មភិហ៊ុនធំមានន័យថាវាជាម្ចាស់គ្រប់យ៉ាងដែលយើងមានវាមានសិទ្ធិដេញក្បាលបងដេញក្បាលខ្ញុំចេញពីផ្ទះនេះពេលណាក៏បាន អូយពធអើយតើនេះវាឈួតស្អីទៅអើយហើយចុះឧទាហរណ៍ថាបើគ្មានវាវិញនោះ មានន័យថាម៉េច គឺបណ្ដាំមកដល់សរសេរថាបងខ្លាយនេះប្រគល់គ្រប់យ៉ាងទៅឲ្យនាងអេរិនហើយនឹងអាឆាំចុះបើគ្មានវាពីរអ្នកនោះវិញទេគ្រប់យ៉ាងក៏នឹងខ្លាចជារបស់យើងវិញនោះអី មើលឯនឹងកូនអែមខ្ញុំនឹកដល់លោកប៉ាបងភ័យកូនប្រាប់ថាលោកប៉ាជាទេវតានៅលើមេឃខ្ញុំនឹកដល់លោកប៉ាម៉ាក់វិញក៏នឹកដល់លោកប៉ាក៏ដូចគ្នាបាទចង់ជួបលោកប៉ាកូនទេចង់ខ្លាំងណាស់ម៉ាក់មានវិធីតើវិធីអីទៅមើលលើផ្ទៃមេឃទៅហើយអាមបិទភ្នែក បានហើយនឹកដល់លោកប៉ាណាបានចង់ប្រាប់អ្វីដល់លោកប៉ាទេចង់ប្រាប់ថាគ្មានបញ្ហាទេលោកប៉ាប្រាប់កូនថាម៉េចកូនលោកប៉ាប្រាប់ថាឲ្យខ្ញុំមើលថាអ្នកមកឲ្យបានល្អប្រាប់លោកប៉ាវិញទៅថាឲ្យមើលថាអ្នកមកបានល្អខ្លាំងណាស់បាន តែមិនទៅឲ្យមើលថែម៉ាក់បានអាមត្រូវមើលថែខ្លួនឯងឲ្យរងំសិនណាកូននេះបានកូនម៉ាក់ប្រកែមែនតើសំអនុញ្ញាតមានគេសំជួបអ្នកណាគេមានណាទេគឺខ្ញុំមានការអីខ្ញុំមិនទំនេរទេបើមានធរៈអីឆាប់និយាយមកខ្ញុំចង់មកប្រាប់ពីរឿងបើកបណ្ដាំមរណៈរបស់បាក់ខ្លាយដល់នេះឲ្យទៀងណាតើបាក់ខ្លាយឲ្យអីដល់នាងខ្លះគេមិនបានឲ្យស្អីនាងទេគេប្រកល់គ្រប់យ៉ាងឲ្យនាងអេរីនហើយនឹងកូនគេខ្ញុំមកនេះព្រោះមានបំណងល្អអ្នកដែលនាងគួរតែខឹងបំផុតគឺនាងអេរីនព្រោះថាគ្រប់បែបគ្រប់យ៉ាងគឺជារបស់វាទាំងអស់ជំរាបសួរឲ្យថៃឡានចាញ់អីបានកូនអែមបានមកទៅថៃឡានចាញ់សិនណាបានកូននៅម្នាក់ឯងបានទេនៅបានហាមបើកទ្វារឲ្យអ្នកណាដាច់ខាតណាកូនបើមិនមែនជាម៉ាក់បានចាំម៉ាក់មកវិញណាកូនបាន សំទៅថ្ងៃនេះមានគេមកសុំជួបអ្នកនាងតើអ្នកនាងបានជួបហើយនៅមានគេសុំជួបខ្ញុំទេចាមែនខ្ញុំឃើញបុគ្គលិកនាំទៅបន្ទប់ហើយស្មានថាបានជួបគ្នាហើយតើអ្នកណាគេណាជាបន្ទុននាងអេរីនមានតែបាន សូមអរលោកលោកស្រីអ្នកនាងកញ្ញានឹងប្រិយមិត្តទាំងអស់